សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ Alex Sport Talk ចាសប្តាហ៍នេះក៏ដូចជាថ្ងៃនេះរៀងប្លែកបន្តិចដោយសារតែនាងខ្ញុំកំពុងតែស្ថិតនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកហើយសម្រាប់ពហុកីឡដ្ឋានជាតិអូឡ িম্প ិកដែលយើងហៅសាមញ្ញថាជា Start Olympic នេះគឺមានសកម្មភាពកីឡាច្រើនមែនទែនចាបងប្អូននៅក្រៅក្នុងនាងខ្ញុំនឹងក៏មានសកម្មភាពច្រើនជាពិសេសគឺមានបងប្អូនភាគច្រើនគឺគាត់ដើរមកហាត់ប្រាណចាដែលបងប្អូនខ្លះដែលមានវ័យចំណាស់គឺគាត់ដើរមកហាត់ប្រាណនៅក្នុង start នេះគឺបរិយាកាសល្អមែនទែនហើយជាពិសេសនៅទីនេះផ្ទាល់គឺផ្លូវក៏ស្រួលចាអាកាសធាតុក៏អំណោយផលចាខ្យល់ត្រជាក់ហើយជាពិសេសគឺមានសត្វព្រាបអីនៅក្បែរនេះទៀតបើនិយាយជារួមនៅក្នុង Start Olympic គឺមានសហព័ន្ធកីឡាជាតិជាច្រើនចាដែលនៅក្នុងនោះគឺសកម្មភាពកីឡាជាច្រើនក៏មានដូចគ្នានិយាយទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំគឺសកម្មភាពកីឡាគឺមានច្រើនចាដែលសហព័ន្ធកីឡាជាតិនីមួយៗគឺតែងតែរៀបចំនៅសកម្មភាពរបស់ខ្លួនជាក់ស្ដែងដូចជានៅក្រៅក្នុងនាងខ្ញុំនេះគឺសហព័ន្ធកីឡាតៃក្វាន់ដូ WT បានរៀបចំនៅការប្រកួតចាជើងឯករបស់ខ្លួនដែលមានបណ្ដាប្រទេសចូលរួមជាច្រើនចាដែលការប្រកួតនេះគឺផ្ដោតសំខាន់ទៅលើយុវវ័យផ្ទាល់តែម្ដងហើយបន្តិចទៀតនេះនាងខ្ញុំនឹងជម្រាបជូនលម្អិតពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ព័ត៌មានទាំងនោះថាតើមានប្រមាណប្រទេសចូលរួមហើយយើងផ្ដោតសំខាន់ទៅលើអ្វីដែរមួយវិញទៀតផងដែរយើងឃើញថានៅក្នុងដើមខែមករាឆ្នាំ2026នេះគឺក្រៅតែពីសកម្មភាពនៃការប្រកួតកីឡាតៃក្វាន់ដូចាក៏មាននៅសកម្មភាពសហព័ន្ធជាច្រើនទៀតបាននឹងកំពុងត្រៀមខ្លួនផងដែរទន្ទឹមនឹងនោះគឺសហព័ន្ធខ្មែរកីឡាហែលទឹកចាក៏បានបង្ហាញនៅតារាងការវិភាគរបស់ខ្លួនដែលត្រៀមរៀបចំនៅក្នុងឆ្នាំ2026នេះមានរហូតដល់ទៅ23កម្មវិធីឯណោះសម្រាប់12កម្មវិធីគឺធ្វើឡើងនៅក្នុងប្រទេសរបស់យើងហើយនឹង11កម្មវិធីគឺធ្វើឡើងនៅក្រៅប្រទេសចានេះគឺជាសកម្មភាពរបស់សហព័ន្ធខ្មែរកីឡាហែលទឹកដែលតែមួយសហព័ន្ធប៉ុណ្ណោះចុះទម្រាំសហព័ន្ធផ្សេងៗទៀតអញ្ចឹងនាងខ្ញុំនឹងជម្រាបលម្អិតពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ក៏ដូចជាសកម្មភាពព័ត៌មានផ្សេងៗជម្រាបជូនទៅបងប្អូនទាំងអស់គ្នាហែលទឹកគឺជាសហព័ន្ធមួយមិនខុសពីសហព័ន្ធជាតិដទៃទៀតនោះទេដែលបានគិតគូរអំពីគម្រោងសម្រាប់មួយឆ្នាំទាក់ទងទៅនឹងសកម្មភាពនៃការរៀបចំការប្រកួតក៏ដូចជាវគ្គបណ្ដុះបណ្ដាលផ្សេងៗឈានចូលមកកាន់ឆ្នាំ2026ភ្លាមសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ចេញនៅតារាងផែនការសកម្មភាពផ្លូវការប្រចាំឆ្នាំ2026ទាំងសកម្មភាពក្នុងស្រុកនិងសកម្មភាពក្រៅប្រទេសរបស់ខ្លួនសម្រាប់សកម្មភាពសំខាន់ៗក្នុងស្រុកមានចំនួន12រួមមានការប្រកួតកីឡាហែលទឹកនិងហែលទឹកពាក់ជើងទាដណ្ដើមពានរង្វាន់ប្រតិចា Hampton លើកទី8ដែលធ្វើឡើងនៅក្នុងខែកុម្ភៈការប្រកួតកីឡាហែលទឹកកុមារាកុមារីធ្វើឡើងក្នុងខែមិនិនាការប្រកួតកីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯកលើកទី2ធ្វើឡើងក្នុងខែមេសាការប្រកួតកីឡាហែលទឹកវ័យចាស់ធ្វើឡើងក្នុងខែមេសាការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិធ្វើឡើងនៅខែឧសភាការប្រកួតកីឡានិស្សិតឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិធ្វើឡើងក្នុងខែមិថុនាព្រឹត្តិការណ៍ World Aquatic Day ធ្វើឡើងក្នុងខែមិថុនាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលោតទឹកកម្រិតមូលដ្ឋានធ្វើឡើងក្នុងខែកក្កដាការប្រកួតកីឡាបាល់ទឹកជ្រើសរើសជើងឯកលើកទី2ធ្វើឡើងក្នុងខែសីហាការប្រកួតកីឡាហែលទឹកនិងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំធ្វើឡើងក្នុងខែតុលាការប្រកួតកីឡាហែលទឹកជើងឯកសិស្សសាលារាជធានីភ្នំពេញធ្វើឡើងក្នុងខែវិច្ឆិកានិងការប្រកួតកីឡាជាតិលើកទី5និងកីឡាជនពិការលើកទី3ធ្វើឡើងក្នុងខែវិច្ឆិកាបន្ថែមពីនេះក៏មាននៅសកម្មភាពក្រៅប្រទេសដូចជាការប្រកួតអូឡ িম্প ិករដូវក្តៅសាកលវិទ្យាល័យអាស៊ានជើងឯកពិភពលោកអាស៊ានហ្គេមនិងមានពានរង្វាន់ជាច្រើនទៀតសរុបទាំងអស់11កម្មវិធីផងដែរសរុបជារួមសកម្មភាពទាំង23ចំណុចទាំងក្នុងនិងក្រៅប្រទេសនេះបញ្ជាក់ឲ្យឃើញពីភាពខិតខំប្រឹងប្រែងរបស់ប្រធានសហព័ន្ធអគ្គលេខាធិការនិងសមាជិកប្រតិបត្តិផ្សេងទៀតដែលបានរួបរวมគ្នាចូលរួមឲ្យបានគ្រប់សកម្មភាពដោយកម្មវិធីខ្លះជាការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំកម្មវិធីខ្លះជាការចំណាយរបស់សហព័ន្ធដោយផ្ទាល់និងមានក្រុមហ៊ុនឯកជនចូលរួមផងដែរក្រោយចម្រាញ់រកឃើញក្រុមខ្លាំងទាំង16ពេលនេះការប្រកួតពានរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី19ឆ្នាំ2025-2026ថ្នាក់ជាតិបានចាប់ឆ្នោតផ្គូផ្គងរួចហើយគណៈកម្មការបាល់ទាត់ជាតិកម្ពុជាហៅកាត់ថា CNCC បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួតនិងបទបង្ហាញអំពីបទបញ្ញត្តិការប្រកួតពានរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី9ថ្នាក់ជាតិឬវគ្គ16ក្រុមថ្នាក់ជាតិកាលពីថ្ងៃទី6ខែមករាឆ្នាំ2026ដោយការប្រកួតថ្នាក់ជាតិនេះក្រុងនឹងធ្វើឡើងជាផ្លូវការចាប់ពីថ្ងៃទី21ខែមករាដល់ថ្ងៃទី24ខែឧសភាឆ្នាំ2026ដែលជាវគ្គផ្ដាច់ព្រាត់បេក្ខភាពទាំង16ក្រុមថ្នាក់ជាតិនេះគឺបានមកពីក្រុមថ្នាក់ខេត្តទាំង5និងក្រុមទាំង11នៃក្របខ័ណ្ឌលីកកំពូលកម្ពុជាគូបញ្ជាក់ថាសម្រាប់សមាជិកភាព8គូនៃវគ្គជម្រុះថ្នាក់ជាតិវគ្គ16ក្រុមនេះរួមមានបាត់ដំបង United ប៉ះព្រះខ័នរាជស្វាយរៀងខេត្តត្បូងឃ្មុំប៉ះភ្នំពេញក្រោន Lion King ខេត្តសៀមរាបប៉ះបឹងកេតភ្នំពេញ Galaxy ប៉ះវិសាខា
គិរីវងសុកសាន់ជ័យប៉អង្គរ Tiger MOI កំពង់ដេវ៉ាប៉ះ ISI ដង្កសាន់ជ័យមន្ទីរអប់រំខេត្តកំពង់ចាមប៉ះតបគណៈក្រុម Live ខេត្តព្រះសីហនុនឹងត្រូវប្រជែងជាមួយក្រុម Nagavel ការប្រកួតនេះនឹងត្រូវប្រកួតជំរុះចំនួន2ជើងក្នុងទឹកដីនិងក្រៅទឹកដីដើម្បីស្វែងរកក្រុម JLP ឡើងទៅវគ្គបន្តវគ្គ8ក្រុមចុងក្រោយវគ្គ4ក្រុមចុងក្រោយនិងវគ្គផ្ដាច់ព្រាត់ជាមួយនឹងការប្រគល់ពានបំពាក់មេដាយនាថ្ងៃទី24ខែឧសភាឆ្នាំ2026ដូច្នេះការប្រកួតនេះឆ្លងកាត់ការប្រកួតចំនួន2ជើងក្រុមដែលចាញ់នឹងត្រូវធ្លាក់ចេញពីការប្រកួតខណៈក្រុមឈ្នះត្រូវបន្តក្តាប់ឱកាសឆ្ពោះទៅកាន់វគ្គបន្ទាប់គួររំលឹកដែរថាការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោហ៊ុនសែនថ្នាក់ជាតិត្រូវបានរៀបចំឡើងតាំងពីឆ្នាំ2017មកម្លេះខណៈព្រះខ័នរាជស្វាយរៀងដណ្ដើមងារជាជើងឯកបានច្រើនជាងគេចំនួន5លើកស្របពេលដែលក្រសួងការពារជាតិទទួលបានចំនួន3លើកវិសាខាបានចំនួន3លើកភ្នំពេញក្រោនបានចំនួន2លើកបន្ថែមពីនេះក្រុម Nagavel ក្រសួងមហាផ្ទៃបឹងកេតនិងខេមរៈកីឡាសុទ្ធតែបានឈ្នះមួយលើកដូចគ្នាព្រឹត្តិការណ៍ Hope International Open Taekwondo Championship 2026 ជាការរៀបចំលើកដំបូងរបស់កម្ពុជាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែមករាឆ្នាំ2026នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកដែលមានយុវជនកីឡា Taekwondo WT មកពីសាធារណរដ្ឋកូរ៉េម៉ាឡេស៊ីមីយ៉ាន់ម៉ាសិង្ហបុរីនិងវៀតណាមក៏ដូចជាកម្ពុជាម្ចាស់ផ្ទះចូលរួមជាង500នាក់ប្រកួតប្រជែងព្រឹត្តិការណ៍អន្តរជាតិដែលផ្ដោតលើការប្រកួតកម្រិតអាយុចន្លោះពី5ឆ្នាំដល់8ឆ្នាំ12ដល់14ឆ្នាំ15ដល់17ឆ្នាំនិង18ឆ្នាំឡើងនេះគឺមានក្លឹបចូលរួមចំនួន42មកពី5ប្រទេសដោយក្នុងនោះសរុបអ្នកចូលរួមចំនួន560នាក់បានចុះឈ្មោះប្រកួតប្រជែងលើវិញ្ញាសាប្រកួតចំនួន66ដោយរួមមានវិញ្ញាសាស៊ីនីចំនួន16វិញ្ញាសាជូនៀចំនួន18 Cadet ចំនួន16និង Children 16វិញ្ញាសាការប្រកួតក្នុងព្រឹត្តិការណ៍ Hope International Open Taekwondo Championship ត្រូវបានអ្នកជំនាញមើលឃើញថាជាការសំខាន់ខ្លាំងណាស់ក្នុងការសម្រួលសមត្ថភាពយុវជនថ្នាលកម្ពុជាពិសេសត្រៀមទៅឆ្នាំ2031ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗផ្សេងទៀតសូមបញ្ជាក់ថាសហព័ន្ធកីឡា Taekwondo WT ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិតហងជុនរ៉ុនជាប្រធានមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ពិសេសកិត្តិនាមនិងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់វីរៈកីឡាករនីសនស៊ីមីកាន់តែធ្វើឲ្យប្រភេទកីឡានេះជាទីពេញនិយមវឹកហាត់ពីប្រជាជននៅក្នុងប្រទេសគណៈសហព័ន្ធក៏បានបង្កើតព្រឹត្តិការណ៍ប្រកួតសំខាន់ជាច្រើនក្នុងមួយឆ្នាំដើម្បីផ្ដល់ឱកាសដល់កីឡាករកីឡាការិនីបានបង្ហាញសមត្ថភាពទេពកោសល្យរបស់ខ្លួនប្រជែងគ្នាដើម្បីដណ្ដើមជ័យជំនះជូនក្លឹបនិងជូនជាតិមាតុភូមិដូច្នេះតាមរយៈការរៀបចំព្រឹត្តិការណ៍ Hope International Open Taekwondo Championship នាថ្ងៃស្អែកនេះសង្ឃឹមថាអាណាព្យាបាលនិងមហាជនទាំងអស់ចូលរួមទស្សនាក៏ដូចជាលើកទឹកចិត្តដល់យុវជន Taekwondo កម្ពុជាឲ្យបានច្រើនកកចាយ៉ាងម៉េចហើយបងប្អូនទាំងអស់គ្នាจะបន្តពីបានទស្សនានៅព័ត៌មានកីឡាជាតិដែលនឹងខ្ញុំបានជម្រាបជូនសម្រាប់សកម្មភាពព័ត៌មាននៅក្នុងស្រុកនឹងខ្ញុំនៅតែស្ថិតនៅពហុកីឡដ្ឋានជាតិដដែលចាយើងឃើញថានៅទីនេះគឺលក្ខណៈអំណោយផលមែនទែនដែលមានពុកម៉ែបងប្អូនយើងជាច្រើនបានធ្វើការមកដើរកំសាន្តក៏ដូចជាដើរហាត់ប្រាណចាគឺពួកគាត់ខ្លះអាចរត់ឬក៏លេងកីឡាធ្ងន់បានទេប៉ុន្តែគាត់មកទីនេះគឺដើម្បីធ្វើការដើរចាដើម្បីសម្រួលដល់សរសៃនិងបេះដូងរបស់គាត់ផងដែរជាក់ស្ដែងចាសម្រាប់ពុកម៉ែបងប្អូនដែលទំនេរពីការងារអាចមកពហុកីឡដ្ឋានជាតិបានចាដោយសារតែនៅទីនេះគឺមានបរិយាកាសល្អហើយមានលក្ខណៈអំណោយផលសម្រាប់អ្នកលេងកីឡាអញ្ចឹងសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ទៅហើយចាសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានគាំទ្រសម្រាប់ Channel YouTube របស់ Alex Sport Talk ហើយសូមបងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយដើម្បីទទួលបាននៅព្រឹត្តិការណ៍ព័ត៌មានកីឡាជាច្រើនតែជាពិសេសគឺនិយាយលម្អិតពាក់ព័ន្ធទៅនឹងប្រវត្តិក៏ដូចជាបទយូហ្គានានាដែលតាក់ទងទៅនឹងសកម្មភាពកីឡានៅក្នុងប្រទេសកម្ពុជាអរគុណ